ទស្សនភាពដ៏អស្ចារ្យនៅខាងក្រៅខ្ញុំនេះហើយគឺមានតែនៅប្រាសាទអង្គរវត្តយើងតែប៉ុណ្ណោះហើយក៏ជាកន្លែងដែលមើលព្រះអាទិត្យរះស្អាតបំផុតលើពិភពលោកផងដែរ I swear Angkor Wat sunrise in Cambodia very amazing ពេលដែលបានមកមើលផ្ទាល់គឺថាព្រោះសបល់មែនតើមកអ្នកគ្នាហើយនេះក៏ជាលើកទី1របស់ខ្ញុំដែរដែលខ្ញុំបានមកមើលទាន់ទស្សនភាពស្អាតបែបនេះហ៎សួស្តីដល់គ្នានឹងថ្ងៃតម្រុំតែខ្ញុំបានទៅមើលទាន់ណាគឺខ្ញុំខំងើបតាំងពីម៉ោង 4 ដើម្បីរៀបចំខ្លួនទៅគឺសួរមែនតើមកឡើងហៅមកចឹងមុននឹងទៅក៏ខ្ញុំមកធ្វើការប្រើប្រាស់ sunscreen Felix ជាមុនសិន sunscreen មួយនេះគឺជួយការពារពលថ្ងៃហើយមានជា primer ជួយ make up របស់យើងជាប់ពេញមួយថ្ងៃហ្មងគ្រាន់តែលាបហើយឃើញមុខរបស់យើងឡើងភ្លឺថ្លាហ្មងហើយពេលដែល make up គឺខ្ញុំប្រើជាមួយនឹង cushion របស់ Felix ដោយសារ cushion នេះគឺសាច់ម្សៅស្ដើងមែនតើហើយបិទបាំងស្នាមបានល្អទៀតចំពោះ make up ថ្ងៃនេះគឺខ្ញុំ make up បែបស្រាលៗទេអ្នកគ្នានិយាយទៅអត់មានអីច្រើនតឹងទេក៏វាយកដោយសារខ្ញុំខ្លាចទៅឡេរតែមិនក៏វាយកម្សៅកណាអ្នកគ្នាគឺមុខរបស់ខ្ញុំនៅតែម៉ត់ដដែលដោយសារខ្ញុំប្រើជាមួយនឹង Felix ក៏ហើយនេះគឺជា finish look របស់ខ្ញុំអញ្ចឹងឥឡូវយើងចាប់ផ្ដើមចេញទៅទាំងអស់គ្នាពេលដែលជីតាមផ្លូវហ្នឹងថា fair តើអ្នកគ្នាប៉ុន្តែមានអីចូលទៅដល់ខាងក្នុងទៅគឺចំពេលដែលស្អាតល្មមអ្វីដែលខ្ញុំ surprise ជាងគេគឺមានអ្នកមកទស្សនាឡើងច្រើនតែម្ដងទាំងភ្ញៀវជាតិទាំងអន្តរជាតិហើយសំខាន់ណាស់មានអ្នកមកពីឆ្ងាយដើម្បីមកមើល sunrise នៅនេះទៀតពេលដែលបានមកមើលផ្ទាល់អញ្ចឹងគឺស្រស់ស្អាតខ្លាំងមែនតើមកអ្នកគ្នាហើយព្រឹត្តិការណ៍មួយនេះគឺនៅក្នុងប្រទេសកម្ពុជាយើងកើតឡើងក្នុងមួយឆ្នាំ2 ដងអំឡុងខែ3និងអំឡុងខែ9យើងអាចមកទស្សនាបានរៀងរាល់ឆ្នាំតែម្ដងហើយខ្ញុំនេះបន្ទាប់ពីបានថតជាមួយនឹង sunrise ហើយក៏ឆ្លៀតពេលហ្នឹងមកថតរូបលេងបដ ហើយទៅព្រោះអីតើមានពេលចូលមកដល់ខាងក្នុងហើយពាក់ជាមួយនឹងរ៉ូបែបអញ្ចឹងថតរូបជាមួយប្រាសាទអង្គរវត្តគឺស្អាតមែនតើហ្មងចំពោះព្រឹត្តិការណ៍ sunrise នៅអង្គរវត្តនេះគឺខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាមកទស្សនាដល់ផ្ទាល់មែនតើ